ពេលដែលមនុស្សសម្រេចចិត្តទោះបីជាផ្លូវនោះពិបាកយ៉ាងណាទោះលុតជង្គង់ទោះវាក៏យើងត្រូវតែឈានឲ្យដល់ទីបញ្ចប់ផងដែរមិនខ្វល់ថាមនោចេតនាបែបណានោះទេពេលនៅរួមរស់ជាមួយគ្នាត្រូវចេះរក្សានិងស្រឡាញ់គ្នាពេលនៅកំដរគ្នាត្រូវយកចិត្តទុកដាក់ដោយបេះដូងដោយចិត្តបរិសុទ្ធកុំចាំពេលដល់បែកបាត់បង់ទើបមកនិយាយថាស្ដាយក្រោយវាហួសពេលអស់ទៅហើយកុំចាំដល់ពេលចាក់ចេញទើបលួងលោមមនុស្សទៅហើយយំសោកស្ដាយក៏គ្មានន័យអ្វីដែរមនោសញ្ចេតនាផ្លាស់ប្ដូរហើយទោះអង្វរករក៏គ្មានប្រយោជន៍នោះដែរលើโลกនេះពាក្យដែលឈឺចាប់បំផុតនោះគឺហៅថាការបាត់បង់ពាក្យសន្តិភាពនៃចិត្តនោះគឺហៅថាការស្រឡាញ់ថែរក្សាមានតែចេះស្រឡាញ់និងថែរក្សាទេទើបកាត់បន្ថយការសោកស្ដាយមានតែចាប់ឲ្យជាប់ទេទើបអាចមានសុភមង្គលមានក្តីសុខនិងសប្បាយរីករាយនៅក្នុងចិត្តជារៀងរហូតពីខ្ញុំបាទមាសវិសាល